Chẳng nó là video níខ្ញុំនឹងបង្ហាញបាទពីរបៀបនៅក្នុងការបាទដំឡើងពុម្ពអក្សរបាទតែទៅមួយពុម្ពអក្សរនេះមិនមែនថាពុម្ពអក្សរខ្មែរឬក៏អង់គ្លេសយើងអាចដំឡើងបានដូចគ្នាសំខាន់គឺយើងមានពុម្ពអក្សរហ្នឹងបាទនៅក្នុងនេះដែរខ្ញុំនឹងបង្ហាញទៅលើ3ចំណុចទាក់ទងជាមួយនឹងការដំឡើងពុម្ពអក្សរដែរអញ្ចឹងទី1គឺពីរបៀបនៅក្នុងការពលាពុម្ពអក្សរដែលយើងបានដោនឡូតមកបើសិនជាក្នុងករណីយើងដោនឡូតមកមានពុម្ពអក្សរច្រើនហើយវាជា file WinRAR អញ្ចឹងយើងត្រូវចេះពលាវាដើម្បីយកវាមកដំឡើងទី2គឺបាទរបៀបនៅក្នុងការតម្លើងពុម្ពអក្សររបស់យើងហ្នឹងបាទទី3បាទគឺរបៀបនៅក្នុងការលុបពុម្ពអក្សរនៅលើកុំព្យូទ័ររបស់យើងហ្នឹងចេញវិញបាទតោះអញ្ចឹងកុំឲ្យខាតពេកខ្ញុំនឹងធ្វើការបង្ហាញតែម្ដងអញ្ចឹងតាក់ទងជាមួយនឹងពុម្ពអក្សរអ្នកទាំងអស់គ្នាអាចទៅទាញយកណាបាទពីលើអ៊ីនធឺណិតមកក៏បានបើសិនជាចង់បានពុម្ពអក្សរនេះបាទខ្ញុំនឹងធ្វើការបង្ហាញខ្ញុំនឹងដាក់ក្នុង Telegram ឲ្យដោនឡូតណាបើសិនជាចង់បានហើយនៅក្នុងនេះដែរខ្ញុំនឹងធ្វើការបង្ហាញពុម្ពអក្សរមួយដែលយើងអាចបំលែងលេខបាទពីលេខសកលទៅជាលេខខ្មែរណាបាទដែលឈ្មោះ font របស់វាហ្នឹងគឺ modify បាទខ្មែរ Unicode font ណាបាទអញ្ចឹងនេះវា file វាជាប្រភេទ Vara អញ្ចឹងដល់ពេលយើងដាក់លើទៅយើងនឹងឃើញប្រភេទរបស់វានឹងប្រាប់យើងថាជាប្រភេទ file WinRAR អញ្ចឹងយើងត្រូវពលាវាណាបើសិនជាយើងអត់ពលាទេអ្នកនរគ្នាបើក file WinRAR ហ្នឹងមកបាទបើកមកយើងនឹងឃើញ font របស់យើងហ្នឹងហើយបាទចឹងនៅក្នុងការ font មួយអ្នកនរគ្នាបើសិនចង់តម្លើងវាអ្នកនរគ្នាត្រូវបើក font មួយហ្នឹងឲ្យតម្លើងណាបើសិនយើងចង់តម្លើងទាំងអស់តែម្ដងវាអត់បានទេណាបាទវាពិបាកចឹងហើយមិនយើងត្រូវចេះពលា file ហ្នឹងសិនបាទដើម្បីធ្វើការពលា file ហ្នឹងអ្នកនរគ្នាមកស្ដាំលើ file ហ្នឹងមកបាទហើយយើងយកពាក្យថា extract all ក៏បានឬក៏យើងនៅក្នុងនេះនៅក្នុង Windows 11យើងយកពាក្យថា more option ណាបាទចឹងដល់ពេលយើងយក more option វានឹងបង្ហាញផ្ទាំងបែបនេះអញ្ចឹងវាមានមុខងារដែលយើងត្រូវ extract ហ្នឹងបាទវាមាន2 3ហ្នឹងបាទចាឥឡូវយើងយកនៅក្នុងនេះវាមាន extract file បាទ extract here បាទនិង extract to modify font អញ្ចឹងនៅក្នុងនេះខ្ញុំសូមយកតាក់ទងជាមួយនឹង extract file ណាបាទដែលយើងទៅរកទីតាំងណាជាក់ស្ដែងដើម្បីដាក់បើយើង extract នេះវានឹងពលានៅលើទីហ្នឹងតែម្ដងបាទអញ្ចឹងឥឡូវខ្ញុំយក extract file បាទបន្តមកវានឹងបង្ហាញផ្ទាំងបែបនេះអញ្ចឹងផ្ទាំងបែបនេះយើងត្រូវធ្វើការជ្រើសរើសទីតាំងណាមួយដែលយើងចង់យកវាទៅដាក់ណាឥឡូវខ្ញុំចង់បានលើ desktop ហ្នឹងទៅដើម្បីប៉ុន្តែខ្ញុំយកបង្ហាញបើសិនជាយើងអត់ចង់ដាក់នៅលើហ្នឹងទេអ្នកនរគ្នាអាចដាក់នៅលើបាទ 3D ក៏បានដែរបាទអ្នកនរគ្នាយកទៅដាក់នៅហ្នឹងទៅដើម្បីកុំឲ្យវាស្កាស់នៅលើបាទ desktop របស់យើងណាបាទឥឡូវខ្ញុំគ្រាន់តែបង្ហាញខ្ញុំលុបចោលវិញទេបាទតែអញ្ចឹងឥឡូវខ្ញុំនេះឲ្យខ្ញុំមើលនៅខាងក្រោមមានពាក្យ OK ណាចុចតែប៉ុណ្្នឹងទៅបាទអញ្ចឹងវានឹងធ្វើការពលាបាន file មួយទៀតបាទ file ហ្នឹងវាជា folder ណា file ដែលយើងពលាមិញហ្នឹងវាជា folder មួយដែលមានឈ្មោះថា modify ខ្មែរ fontចឹងយើងពលាវាហើយប៉ុណ្្នឹងគឺបានใน file របស់យើងណាចឹងយើងបើកចូលវាមកយើង double click ក៏បានឬក៏យើងមកស្ដាំបាទយកពាក្យថា open ក៏បានដែរបាទចឹងដល់ពេលដែលយើងបើកមកវានឹងបង្ហាញបាទទម្រង់ផ្ទាំង font របស់យើងនេះគឺបែបហ្នឹងហើយតាក់ទងជាមួយនឹងពុម្ពអក្សររបស់យើងបាទគឺប្រភេទ file នេះគឺជាប្រភេទ file TTF ណាបាទចឹងប្រភេទ file ដែលខ្ញុំបង្ហាញនេះមានន័យថាវាមានប្រភេទ KH auto ណាហើយសូមបញ្ជាក់ឡើងវិញថាសម្រាប់ពុម្ពអក្សរក៏យើងអាចតម្លើងតាមនឹងបានដូចគ្នាណាតែខ្ញុំបញ្ជាក់ថានៅក្នុង font ដែលខ្ញុំបង្ហាញនេះគឺជាប្រភេទ font ដែលអាចបំលែងលេខរបស់យើងពីលេខសកលទៅជាលេខខ្មែរណាហើយ font អស់នេះគេប្រើភាគច្រើនសម្រាប់ធ្វើការដាក់លេខទំព័រដាក់អីហ្នឹងគឺគេប្រើ font ហ្នឹងហើយណាបាទតើអញ្ចឹងនៅក្នុងការតម្លើងយើងអាចតម្លើងម្ដងមួយក៏បានដែរយើងគ្រាន់តែ select នៅវាមួយអញ្ចឹងមកយើងមកស្ដាំបាទយកពាក្យថា install ណាបាទឬបើយើងចង់ធ្វើការតម្លើងច្រើនអ្នកនរគ្នាគ្រាន់តែអូសលើ font ទាំងអស់ហ្នឹងទៅបាទបន្តមកទៀតមកស្ដាំលើវាណាដាក់ចំលើហ្នឹងមកយើងមកស្ដាំមកបាទហើយយើងយកពាក្យ install ដូចគ្នាអញ្ចឹងចឹងដល់ពេលយើង install នេះឯសារខ្ញុំមានហើយវាប្រាប់ថាអ្នក font ហ្នឹងបានតម្លើងហើយអញ្ចឹងបើយើងចង់តម្លើងទៀតក៏តម្លើងទៅណាខ្ញុំយក yes all មក tick វាមកចឹងខ្ញុំតម្លើងគឺ14 font ណាបាទអញ្ចឹងមានធ្វើការតម្លើង font ហ្នឹងបាទតែបើសិនជាអ្នកទាំងអស់គ្នាអត់មាន font ហ្នឹងទេពេលតម្លើងទៅវាអត់ចេញ mistake សួរដូចខ្ញុំបង្ហាញមិញហ្នឹងទេបាទនេះតកតងជាមួយនឹងការតម្លើងពុម្ពអក្សររបស់យើងហ្នឹងបាទតែឥឡូវយើងតម្លើង font ហ្នឹងហើយហើយណាបាទអញ្ចឹងយើងមកមើលនៅក្នុងកម្មវិធី Word របស់យើងវិញណាបាទចុះឧទាហរណ៍ថាខ្ញុំមានលេខយើងនេះអញ្ចឹង font ដែលខ្ញុំបង្ហាញមិញវាជាប្រភេទ file font ដែលមានកតុយបាទ KH auto អញ្ចឹងបើសិនជាក្នុងករណីយើងវាយលេខរបស់យើងបាទជាលេខសកលបែបនេះហើយយើងចង់បំលែងលេខទៅជាលេខខ្មែរណាបាទយើងត្រូវយើងគ្រាន់តែកែ font ដែលខ្ញុំបានតម្លើងមិញហ្នឹងមកយើងចូលកន្លែង font របស់យើងមកហើយយើងរកមើល font នេះ font ដែលមាន KH auto ណាបាទយើងមើល font ហ្នឹងទៅយើងចុចលើហ្នឹងមកយើងនឹងឃើញលេខរបស់យើងនេះបំលែងទៅជាលេខខ្មែរតែម្ដងមិនចាំវាយបញ្ចូលថ្មីទេហើយដូចខ្ញុំបញ្ជាក់ខាងដើមគឺ font គេប្រើសម្រាប់បានន័យថាយើងសម្រាប់
ដាក់លេខចម្ពោះគេប្រើ font ហ្នឹងហើយកាលពីមុនគេប្រើ font Limo ណាដោយសារតែឥឡូវគេ update ហ្នឹងគេប្រើ font ហ្នឹងវិញបាទអញ្ចឹងតាក់ទងជាមួយនឹងមួយទៀតគឺតាក់ទងជាមួយនឹងការលុបពុម្ពអក្សរនឹងចេញវិញយើងត្រូវទៅលុបនរណាបាទអញ្ចឹងដើម្បីធ្វើការលុបពុម្ពអក្សររបស់យើងវិញបាទយើងអាចចូលទៅក្នុង control panel នេះបាទក៏បានបាទឬក៏អត់ទេអ្នកទាំងអស់គ្នាអាចមកស្ដាំនៅលើបាទ desktop របស់យើងនោះមកយកពាក្យថាបាទ more option ណាបាទទៅពេល more option ហើយអ្នកទាំងអស់គ្នាអាចយក display setting ឬក៏អ្នកទាំងអស់គ្នាអាចមកស្ដាំធម្មតាយកនៅត្រង់នេះក៏បានដែរណាយក personalize ក៏បានដែរបាទអញ្ចឹងយកនៅត្រង់ហ្នឹងមកបាទអញ្ចឹងវាបង្ហាញផ្ទាំងបែបនេះអញ្ចឹងអ្នកទាំងអស់គ្នា scroll ចុះមកក្រោមអ្នកទាំងអស់គ្នានឹងឃើញមានពាក្យមួយពាក្យថា font នេះចុចលើហ្នឹងមកបាទបើអ្នកទាំងអស់គ្នាចូលតាមវិធីទៀតក៏បានដែរយើងអាចចូលទៅក្នុង control panel នេះបាទអញ្ចឹងយើងចូល control panel វាបង្ហាញផ្ទាំងដូចគ្នាអញ្ចឹងយើងចុចលើពាក្យថា font មកបាទប៉ុន្តែបើសិនជាយើងមកដល់នេះវាអត់បង្ហាញអញ្ចឹងអ្នកទាំងអស់គ្នាកែនៅខាងលើនេះវាមានពាក្យ category បាទអញ្ចឹងវាបង្ហាញធំចាស់បាទបើយើងយកកន្លែងហ្នឹងយកបាទ lab icon វាចេញបង្ហាញតម្រងចាស់បាទបើយើងនេះក៏វាមាន font ដែរណាបាទបើយើងយក small បង្ហាញនៅតម្រងខ្ញុំមិនអញ្ចឹងណាបាទអញ្ចឹងយើងមើលនៅក្នុងយើងទីលើ font ណាបាទបើយើងទីលើ font វាបង្ហាញចូលមកដល់ផ្ទាំងមិញដូចគ្នាអញ្ចឹងបាទអញ្ចឹងយើងទៅ search រកមួយឈ្មោះ font យើងមកឥឡូវទៀតថាខ្ញុំចង់ remove បាទខ្មែរ OS បាទសៀមរាបបាទដល់ KH បាទអូតូណាបាទអញ្ចឹងវានឹងប្រាប់យើងថា font នោះមានមួយនេះបាទ one font face ណាបាទយើងចុចលើហ្នឹងមកអញ្ចឹងជាវានឹងមានពាក្យមួយពាក្យថាបាទ uninstall នៅហ្នឹងឲ្យយើងតែម្ដងណាអ្នកទាំងអស់គ្នាគ្រាន់តែចុចលើ uninstall ហ្នឹងទៅឥឡូវទៀតថាខ្ញុំទៅតម្លើងវិញបាទយើង uninstall មកបាទអញ្ចឹងឈ្មោះ font ហ្នឹងបាត់ហើយឥឡូវយើងទៅមើលនៅក្នុង Microsoft Word របស់យើងវិញថាតើវានៅដែរអត់បាទឃើញទេអា font ដែលខ្ញុំដូរមិញហ្នឹងសៀមរាបហ្នឹងវាបាត់ហើយអញ្ចឹងវាបាត់ font ហ្នឹងវាអត់ស្គាល់ font ហ្នឹងទេអញ្ចឹងយើងចង់ដូរវាទៀតវាអត់មាននៅក្នុងទេគេវាសៀមរាបអូតូក៏វាអត់ដូរឲ្យយើងដែរមែនណាបាទនេះវាអត់មាន font ហ្នឹងទេឃើញទេបាទនេះតកតងជាមួយនឹងការផ្លាស់ប្ដូរអញ្ចឹងខ្ញុំទៅតម្លើង font នឹងមកដាក់វិញណាឥឡូវទៀតថា font មួយណាដែលខ្មែរ OS សៀមរាបហ្នឹងបាទមួយនេះអញ្ចឹងខ្ញុំតម្លើងវាមកវិញមកបាទខ្ញុំ install វាមកវិញណាបាទបាទអញ្ចឹងយើងទៅមើលរបស់យើងវិញមកបាទលេខរបស់យើងវាស្គាល់វិញហើយឃើញទេអានេះតកតងជាមួយនឹង font ណាអញ្ចឹងដូចខ្ញុំបង្ហាញអញ្ចឹងបានន័យថានៅពេលដែលយើងចង់ធ្វើការតម្លើង font អក្សរមួយអ្នកទាំងអស់គ្នាត្រូវចេះបាទទៅលើការពលា font អក្សរដែលយើងបានទាញយកមកហ្នឹងក្នុងករណី font យើងជា file Fara ហើយមួយទៀតគឺតកតងជាមួយការតម្លើងអញ្ចឹងនៅពេលដែលយើងនេះហើយយើងត្រូវ select ជាងតម្លើងវាយើងតម្លើងបែបម៉េចហើយការលុបវាលុបបែបម៉េចណាអញ្ចឹងសង្ឃឹមថាវីដេអូនេះបាទនឹងជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាហើយបើសិនជាគិតថាវាមានប្រយោជន៍អ្នកទាំងអស់គ្នាជួយចែករំលែកវីដេអូនោះទៅកាន់មិត្តភក្តិអ្នកទាំងអស់គ្នាបាទហើយបើសិនជាមានសំណួរបាទក៏អាច comment សួរនៅខាងក្រោមបាទនៃវីដេអូរបស់ខ្ញុំបានដែរបាទជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ